Ok, bài số đây là học nhé. Chẳng là khung mê riêng tì mà phây bầm bay ní cứ dương nâng từ xoay cho làm bì app setting cứ application setting. Nơi khung application setting cứ chỉ cái line để bong bồn thưa cả customize mình thay tiếp từ là đôi chia rotation mà general ní cứ dương miền enable app rotation. Ở vậy tới chia rotation cứ chỉ cả đặt ơi app របស់បងប្អូនវាអាចនឹងត្រឡប់បញ្ឈរឬក៏បដិបាននៅពេលដែលយើងយកវាមក install នៅក្នុងទូរស័ព្ទដៃអាច install ពេលដែលយើង install ហើយវាអាចនឹងដាក់បដិឬដាក់បញ្ឈរបានអញ្ចឹងបើសិនបើបងប្អូន tick យកបែបនេះគឺវា enable មានន័យថាវាអាចដាក់បដិក៏បានបញ្ឈរក៏បានអូខេមួយទៀតគឺ enable zoom for internal size អញ្ចឹងវាអាចធ្វើឲ្យយើង zoom ពង្រីកណាពង្រីកបើសិនបើយើងមាន connect មានភ្ជាប់ជាមួយនឹង website ឬក៏ blog របស់យើងចូលទៅក្នុង app ហ្នឹងចឹងបងប្អូនអាច enable បានបើសិនបើយើងមាន website មានអីដើម្បី connect ទៅកាន់ app របស់យើងចំណុចទី2គឺ start up option នៅក្នុង start up option នេះវាជាកន្លែងមួយសំខាន់ប្រសិនបើ app របស់បងប្អូនវាពាក់ព័ន្ធជាមួយនឹងការដែលតម្រូវឲ្យ user ហ្នឹងគាត់ agree គាត់យល់ព្រមជាមួយនឹងលក្ខន្តិកៈផ្សេងៗនៅក្នុងការប្រើប្រាស់ app របស់បងប្អូនបាទប្រសិនបើវាមិនមានអីជារឿងសំខាន់ទេគឺមិនចាំបាច់ enable វាទេយើងទុកឲ្យនៅធម្មតាចឹងទៅមួយទៀតគឺ access control privacy បាទគឺជាកន្លែងដែលបងប្អូនអាចអនុញ្ញាតឲ្យ everyone ឬក៏ only me បើសិនបើយើងកំណត់ថា app របស់យើងនរណាគេក៏អាចមើលបានគឺយើងកំណត់យក everyone អញ្ចឹង default របស់វាគឺ everyone បាទមួយទៀតគឺនៅក្នុង in app setting បាទនៅក្នុង in app setting នេះគឺសម្រាប់ធ្វើការទុកចន្លោះមួយឲ្យ user គាត់អាចធ្វើការ update ដោយស្វ័យប្រវត្តិនៅពេលដែល app របស់យើងបាន update នៅពេលដែលយើង update app គឺគាត់នឹងធ្វើការ sync function នេះមានន័យថាវានឹង sync ដោយស្វ័យប្រវត្តិតែម្ដងណាគេប្រាប់ថា allow user to edit app resource បាទ synchronize session whenever they want generally the app automatically keep resource up to date while period syncing បាទអញ្ចឹងបានន័យថាបើយើង click យកបែបនេះរៀងរាល់ការ update គឺវានឹងupdate ទៅកាន់ app ដែល user គាត់បាន install នៅក្នុង mobile របស់គាត់ផងដែរណាដោយមិនចាំបាច់គាត់ចូលទៅ update ទេគឺវានឹងប្រាប់វានឹង sync ធ្វើការ update តែម្ដងបងប្អូនអាច click យកក៏បានបើសិនបើ app របស់យើងមិនមានការ update ថ្មីបន្តទៀតទេក៏យើងមិនចាំបាច់នឹង click យកក៏បានដែរចំណុចបន្ទាប់នេះគឺសំខាន់នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញបន្ថែមមួយបាទនៅមេរៀនខាងក្រោយដូចជាការបង្កើតនៅ account ជាមួយ AdMob ជាមួយនឹង Railmob បាទជាមួយនឹង AirPush ជាដើមបាទនេះគឺជា Mobile Ad Network ដែលយើងត្រូវតែ apply ដើម្បីបាន commission ឬក៏បានលុយពី ad របស់យើងណាពេលដែលយើងបង្កើត free application ហ្នឹងគឺអាចទទួលបាន revenue មកវិញតាមរយៈការដាក់បញ្ចូលនៅ ad របស់យើងទៅក្នុង application ហ្នឹងឯងអូខេអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំសូមបញ្យល់ត្រួសប៉ុណ្ណឹងសិនហើយមេរៀនក្រោយគឺយើងនឹងលម្អិតទៅលើក្រុមហ៊ុនមួយចំនួនដូចជា AdMob ដូចជា Railmob ជាដើមអូខេ